លុយគេលុយយើងតោងគិតបន្តិចមើលបើគ្រាន់តែចូលទីផ្សារដើម្បីទៅបំផ្លាញគេដើម្បីលក់ផលិតផលមួយអន់ឲ្យគេហើយយើងធ្វើបាននៅលើទឹកភ្នែករបស់គេហើយយើងគិតមើលថាយើងជាមនុស្សអាត្មានិយមប៉ុណ្ណាបើអ្នកមានគំនិតបែបនេះសូមគិតឡើងវិញបើអ្នកគ្មានសមត្ថភាពរកផលិតផលល្អមួយមកជួយគាត់ទេសូមកុំចង់បានលុយគាត់អីសូមកុំយកផលិតផលអន់ទៅបញ្ចុះបញ្ចូលឲ្យគាត់ទិញដើម្បីចង់បានលុយពីពួកឈប់ទៅអាណិតប្រជាជនយើងលក់ដូរស៊ូប្រាប់ភ្ញៀវថាគ្មានក៏មិនលក់ផលិតផលខូចគុណភាពឲ្យភ្ញៀវដែររកស៊ីស្មោះត្រង់វាចំណេញតក់តិចតែវារឹងមាំរស់បានយូរទៅណាក៏មានញាតិស្គាល់ទៅណាក៏មានគេទៅសើអានេះហើយជាកម្លាំងចិត្តរបស់អ្នករកស៊ីលក់ដូរទទួលស្គាល់ថាការលក់ដូរស្មោះត្រង់វាចំណេញតិចហើយវាយឺតមែនតើតែទៅចាំថារបរអីក៏ដោយបើសិនជាមានភ្ញៀវអរគុណអ្នកជារៀងរាល់ថ្ងៃទោះបីជាចំណេញតិចតួចក៏សូមកុំបោះបង់មានន័យថាអ្នកមកត្រូវផ្លូវហើយមុខរបរដែលរស់បានយូរបំផុតគឺជាមុខរបរដែលមានភ្ញៀវអរគុណអ្នកជារៀងរាល់ថ្ងៃទោះបីវាចំណេញតិចតួចក៏ដោយត្រូវចាំថាភាពស្មោះត្រង់គឺជាសំណាញ់សុវត្ថិភាពដែលការពារអាជីវកម្មអ្នកឲ្យដើរទៅបានយូរអង្វែងនៅក្នុងទីផ្សារលក់ដូរយកភ្ញៀវធ្វើជារបងកុំឆ្លោះជាមួយភ្ញៀវកុំខឹងជាមួយភ្ញៀវមាត់ភ្ញៀវគឺជាផ្លូវនៃអាជីវកម្មរបស់យើងភ្ញៀវនិយាយល្អអាជីវកម្មរីកចម្រើនភ្ញៀវនិយាយអាក្រក់អាជីវកម្មយើងហិនហោចអញ្ចឹងខុសត្រូវតិចតួចកុំឆ្លោះជាមួយភ្ញៀវអត់មានចំណេញអីទេកុំចង់ឈ្នះភ្ញៀវណាបើចង់ឈ្នះភ្ញៀវយកលុយភ្ញៀវឲ្យបានមកអ្នកឯងឈ្នះគាត់ហើយចេញលក់ដូរអត់មានរឹកធំទេដោះសាក់ដោះយោះដោះតំណែងចេញអស់ហើយទៅធ្វើចិត្តឲ្យធ្ងន់ចូលដល់ទីផ្សារទោះអ្នកឯងរៀនចប់បញ្ញាបត្រក៏ដោយបើសិនជាដល់ពេលវេលាដែលភ្ញៀវត្រូវដឹកអីវ៉ាន់ចង់មិនចង់គឺអ្នកឯងត្រូវដឹកទំនិញឲ្យភ្ញៀវហើយត្រូវដើរតួជាអ្នក delivery ព្រោះក្នុងទីផ្សារអត់មានណាត្រយើងទេនៅក្នុងទីផ្សារត្រូវប្រឈមមុខជាមួយរឿងជាច្រើនណាស់ភ្ញៀវគោភ្ញៀវស្ដីភ្ញៀវក្លុកតែត្រូវចាំថាបើលក់ដូរខ្លាយភ្ញៀវល្អូរត់ទៅដាំចេកវិញទៅអត់មានអ្នករំខានទេត្រូវចាំថាមានភ្ញៀវរអ៊ូមានភ្ញៀវរំខានអ្នកជារៀងរាល់ថ្ងៃនេះអ្នកសំណាងហើយព្រោះមកទល់នឹងម៉ោងនេះមានអ្នកលក់ជាច្រើនអ្នកណាស់ដែលភ្ញៀវខ្ពើមើលមុខព្រោះតែការលក់របស់គាត់